សួរអ្នកទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីភាពខុសគ្នារវាងផ្ទៃយ៉ាងនេះតើពេលដែលអ្នកទាំងអស់គ្នាមើលហើយអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះផ្ទៃយ៉ាងនោះបើសិនជាយើងមើលពីដំបូងទៅគឺវាដូចម៉ាកមែនតើអាហ្នឹងគឺវាអត់ខុសទេអ្នកទាំងអស់គ្នាដោយសារយ៉ាងគឺម៉ាកប៉ុន្តែម៉ាកតែមកកណ្ដាលខាងនេះទេប៉ុន្តែចំពោះមកកណ្ដាលខាងនេះវិញគឺយើងប្រើប្រាស់ថ្នាំបាញ់គ្រាប់ខ្សាច់របស់ Bospan អ្នកទាំងអស់គ្នាអាចមើលពីភាពខុសគ្នារបស់វាបានអញ្ចឹងវាមិនសូវជាខុសគ្នាខ្លាំងណាស់ទេដោយសារយើងធ្វើថ្នាំគ្រាប់ខ្សាច់នេះដោយសារយកពណ៌ចេញពីម៉ាកប៉ុន្តែអានេះវាអត់ต้องដូចគ្នា100%ទេដោយសារម៉ាកពេលដែលយើងយកមកបាត់គឺវាមានប្រឡាក់ដីនិងមានធូលីកាន់អញ្ចឹងបើមិនជាយើងដុសវាស្អាតយើងនឹងមើលឃើញថាសភាពថ្នាំបាញ់គ្រាប់ខ្សាច់ហើយនឹងម៉ាកនេះគឺដូចគ្នាសឹងតែ99%ហើយអញ្ចឹងអ្នកទាំងអស់គ្នាឆ្ងល់តើហេតុអីយើងប្រើម៉ាកទៅយើងចង់បាច់ប្រើប្រាស់ថ្នាំបាញ់គ្រាប់ខ្សាច់ដោយសារការប្រើប្រាស់ថ្នាំបាញ់គ្រាប់ខ្សាច់នេះជួយកាត់បន្ថយការចំណាយច្រើនទៅលើសំណង់ផ្សេងយើងចង់បានសោភ័ណភាពដូចជាម៉ាកដូច្នេះបើសិនជាយើងប្រើម៉ាកសុទ្ធវាអាចនឹងមានតម្លៃថ្លៃដូច្នេះការចំណាយក៏វាច្រើនដែរអញ្ចឹងមានវិធីមួយគឺយើងអាចដុសមកប្រើប្រាស់ថ្នាំបាញ់គ្រាប់ខ្សាច់ឬក៏ថ្នាំបាញ់ថ្មក្រានីតបានដែលវាមាន texture និងការមកពីខាងក្រៅមើលទៅគឺដូចថ្មម៉ាធម្មជាតិបេះបិទអញ្ចឹងវាជាថ្នាំបាញ់គ្រាប់ខ្សាច់មិនមែនម៉ាទេអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់